រាល់មុខម្ហូបទាំងអស់មិនថាគ្រឿងក្លែមក្លុកក្លុកឆាជៀនបំពងស្ងោរចំហុយមកងាស់អីទេបងប្អូនណាបាទមុខម្ហូបហ្នឹងគឺកើតឡើងក្រោយមនុស្សទេអញ្ចឹងពេលខ្លះទៅឃើញការធ្វើប្លែកមុខម្ហូបចេញមកបែបថ្មីសំខាន់ឲ្យតែយើងនឹងមានគំនិតច្នៃប្រឌិតមុខម្ហូបកាលណាដែលយើងច្នៃទៅរសជាតិក៏វាបាទប្លែកហើយឆ្ងាញ់ទៅតាមនឹងដែរសំខាន់ឲ្យតែយើងគិតថាធ្វើឲ្យញ៉ាំវាមិនពុលវាមិនប៉ះពាល់ដល់សុខភាពអញ្ចឹងហើយបាទទាំងអស់ហ្នឹងយើងអាចនិយាយបានថាជារបបកំហើញថ្មីនៃមុខម្ហូបតែថាយើងជាអ្នកដែលបង្កើតវាឡើងបងប្អូនហើយមួយវិញទៀតគឺយើងត្រូវបើកចិត្តឲ្យទូលាយបាទក្នុងការដែលយើងសិក្សាបាទពីគេពេលខ្លះទៅមុខម្ហូបមានគេយកពីប្រទេសយើងដូចគ្នាដែរហើយយើងក៏អាចរៀនពីគេមកខ្លះៗដែរបងប្អូនសំខាន់កុំបិទចិត្តគំនិតឲ្យចិត្តឈឹងណាត្រូវបើកឲ្យទូលាយថាគេអាចរៀនពីយើងហើយយើងក៏អាចរៀនពីគេបានដែរអញ្ចឹងដូចថ្ងៃនេះអញ្ចឹងបងប្អូនបាទមុខម្ហូបមួយមុខនេះគឺសម្រាប់ខ្ញុំធ្វើតាំងពីឆ្នាំ2023បងប្អូនបាទម្ហូបនេះគឺបាទថ្មីប្លែកសម្រាប់ខ្ញុំដែលខ្ញុំគិតថាជាម្ហូបដែលយើងអាចញ៉ាំបានបាទវាឆ្ងាញ់ប្លែកហើយថ្មីទាំងរបៀបរបបការធ្វើជាពិសេសគឺមុខម្ហូបមួយមុខនេះឆ្អិនហើយគឺដឹងតែទំនងតែម្ដងបងប្អូនសំខាន់ឲ្យតែយើងបាទចេះរៀបចំបាទផ្សំគ្រឿងបាទជាពិសេសគឺគ្រឿងទេសនឹងតែម្ដងការដែលយើងដាក់ត្រូវហើយណាគឺវាឆ្ងាញ់ទៅតាមហ្នឹងហើយយើងមើលនេះបងប្អូនបាទមួយមុខនេះគឺបាទខ្ញុំឲ្យឈ្មោះថាស្មងគោបាទដុតម្នាស់បងប្អូនណាដោយសារតែយើងប្រើម្នាស់ក្នុងការធ្វើទឹកសោសក៏ដូចជាបាទយកទៅអប់ជាមួយនឹងស្មងគោយើងហើយបន្លែផ្សេងយើងមានម្រេចខ្ចីមានម្ទេសបាទយើងមានកទឹមបារាំងអីចឹងបងប្អូនដើម្បីយើងក៏ច្រាំបាទច្បល់ចូលគ្នាព្រោះថាយើងត្រូវធ្វើទឹកសោសរបស់វាពេលដែលយើងយកវាទៅបាទចំហុយអញ្ចឹងណាបងប្អូននេះហើយឥឡូវនេះខ្ញុំមកដាក់បាទមានម្ទេសឆាបាទមានប្រេងម្ទេសមានបាទទឹកស៊ីអ៊ីវខាប់មានទឹកបាទប្រេងខ្យងអីចឹងណាដាក់បន្តិចអញ្ចឹងមកបងប្អូនយើងផ្សំចូលគ្នាដើម្បីបាទយើងស្រោចទៅលើស្មងគោព្រោះស្មងគោគឺយើងរៀបឲ្យស្អាតបែបនេះបងប្អូនដើម្បីពេលដែលវាឆ្អិនទៅគឺវាអត់បែកសាច់ស្មងទៅណាទេគឺវានៅជាប់នឹងសាច់ឆ្អឹងហ្នឹងអញ្ចឹងបាទវាធ្វើឲ្យបាទងាយស្រួលក្នុងការដែលយើងញ៉ាំណាហើយឥឡូវនេះបាទខ្ញុំយកចង្អើមកដាក់ហើយខ្ញុំចាប់ដើមបាទឆ្អើឲ្យដុតវាអញ្ចឹងណាបងប្អូនហើយខ្ញុំយកមករោបឆ្នាំងហ្នឹងមកគ្របពីលើវាបាទបន្ទាប់មកគឺបាទខ្ញុំប្រើស្រាសរបស់យើងបងប្អូនយើងរោយបន្តិចពោះនៅពេលដែលវាចាប់ដើមឆ្អិនហើយណាបងប្អូនយើងរោយស្រាសទៅគឺវាធ្វើឲ្យបាទរសជាតិនិងក្លិនរបស់វាហ្នឹងវាទៅមួយយ៉ាងបែបអញ្ចឹងទៅណាហើយនេះបងប្អូនខ្ញុំកាត់ទេដោយសារតែបាទខ្ញុំអត់ចង់ឲ្យវីដេអូវាវែងតាយពេកព្រោះការដែលយើងដុតហ្នឹងយើងប្រើរយៈពេលបាទចន្លោះពីបាទ15ទៅ20នាទីយើងប្រើភ្លើងរៀងគួរសមដែរអញ្ចឹងណាបងប្អូនហើយឥឡូវនេះបាទវាឆ្អិនល្អចេះណាអញ្ចឹងយើងពេលដែលយើងដុតយើងធ្វើហ្នឹងគឺយើងអាសាបើកកម្របមើលផងណាបងប្អូនហ្នឹងហើយជិះវាងវាខ្លោចវាអីអញ្ចឹងណាហើយឥឡូវនេះបាទខ្ញុំមានអាឡឹកដូចគ្នាដែរបន្ទាប់ពីថាឥឡូវនេះកូនអត់នៅអានេះមីទៅលេងយាយស្អែកបានគាត់មកវិញអញ្ចឹងថ្ងៃនេះបាទនៅតែឯងទៀតហើយបាទដាក់អានឹងមួយកែវទៅបងប្អូនណាគាត់ថាភ្លៀងវាធ្លាក់ត្រជាក់ចុងដៃចុងជើងអញ្ចឹងបាទជំនួយដាក់មកកូនកែវនឹងដើម្បីញ៉ាំឆ្ងាញ់ណាហើយនេះបងប្អូននេះពេលដែលស្មងគោយើងឆ្អិនណាយើងយកដៃបាទចាក់ពីក្រោមមកគឺថាខួរវាផុសឡើងតែម្ដងជាតិណាស់បងប្អូនហើយមើលនេះបាទនិយាយថាមកកង់ណាក៏ឆ្ងាញ់ដែរដោយសារតែបាទយើងដាក់ជាមួយនឹងបន្លែខ្លះធ្វើជាទឹកសុសវិញណាហើយនិយាយពីថានេះម្នាស់យើងក៏យើងអាចញ៉ាំបានដែរបងប្អូនដោយសារតែរសជាតិគឺបាទវាជូរប្រៃផ្អែមហឹរគឺនៅក្នុងម្នាស់ហ្នឹងហើយអញ្ចឹងហើយបាទក៏សូមអធិស្ឋានទៅពុកម៉ែបងប្អូនអ្នកដែលកំពុងតែមើលហ្នឹងបាទលួចស្រក់ទឹកមាត់ហើយហ្នឹងហើយបន្ទាប់ពីញ៉ាំហើយយើងមានអាឡឹកលាងមាត់បន្ទាប់មកបាទយើងលាយបាយច្បាច់បាយនេះឲ្យអាទិញណង់ទិញនេងនេះបាទនៅក្រៅផ្ទះនេះបាទឲ្យបានបាទចងាញ់ដែរហើយឥឡូវនេះបាទខ្ញុំចាប់ផ្ដើមរៀបចំកន្លែងគេងហើយអរគុណបាយបាយ